បាទសាធុថ្ងៃនេះលោកគ្រូបានមកកាន់វត្តវេលវ័នរស័យស្រុកហ្នឹងហើយស្រុកកំពង់ស្ពានហៅថាស្រុកកកែខេត្តព្រះតាពាំងត្រាំវិញយើងនេះឯងបាទវត្តនេះគឺជាអតីតអនុស្សាវរីយ៍ដែលគ្រូបានមកសិក្សាអរិយកាលជិត10ឆ្នាំប្លាយណាបានមកសិក្សារៀនសូត្របាលីទី2ឥឡូវក៏បានមកថតរូបថតវីដេអូទស្សនភាពនៅក្នុងវត្តម្ដងទៀតចែកជូនបងប្អូនទាំងក្នុងប្រទេសនិងក្រៅប្រទេសបងប្អូនខ្មែរយើងបានមើលទស្សនានៅវត្តវេលវ័នឬស្រីស្រុកហ្នឹងហើយស្រុកកំពង់ស្ពានខេត្តត្រាវិញព្រះតាពាំងនៅឯងបានបងប្អូនមើលនៅទស្សនភាពព្រះវិហារឥឡូវកំពុងតែថតផ្ដិតនៅទស្សនភាពនិងទស្សនភាពជំវិញខឿនព្រះវិហារណាបងប្អូនមើលព្រះវិហារស្អាតណាស់នឹងមានក្បាច់រចនាយ៉ាងស្អាតស្កឹមស្កៃខ្ពស់ត្រដែតវិហារធំខ្ពស់ត្រដែតណាបាទហើយទស្សនភាពក្នុងវត្តស្រស់ត្រកាលមានដើមឈើទូចធំដើមផ្កាដុះអមសាងខាងណាហ្នឹងហើយវត្តកំពុងតែកសាងដែរឥឡូវវត្តកំពុងតែកសាងនៅស្រះមុនចលិនហើយបន្តិចទៀតនឹងថតទស្សនភាពស្រះមុនចលិនដែលកំពុងតែកសាងបានជា 90% ហើយនឹងស្អាតណាស់មានស្រះមុនចលិនគឺមានប្រពុតគង់សមាធិប្រក់នាគនៅកណ្ដាលស្រះហ្នឹងអញ្ចឹងធ្វើដំណើរទៅថតចែកជូនបងប្អូនបានទស្សនាទាំងអស់គ្នាបាទមកដល់ស្រះមុនចលិនហើយវត្តវេលវ័នរស័យស្រុកហ្នឹងហើយប្រពុតឃើញណាប្រពុតនៅក្នុងស្រះមុនចលិនប្រពុតប្រក់នាគគង់សមាធិស្រះមុនចលិនបានឥឡូវកសាងបាន 90% ចិត្តរៀបរយហើយបាទអញ្ចឹងបងប្អូនអញ្ជើញទៅទស្សនាទាំងអស់គ្នាហ្នឹងស្អាតណាស់បាទយើងថតពីក្រោមឡើងយើងអត់បានទៅចិត្តទេគឺថតពីក្រោមឡើងឲ្យបងប្អូនមើលព្រះអង្គប្រក់នាគនៅស្រះមុនចលិនហ្នឹងហើយស្ថិតនៅវត្តវេលវ័នឬស្រីស្រុកស្រុកកំពង់ស្ពានខេត្តព្រះតាពាំងត្រាំវិញបាទនៅគេហៅស្រះមុនចលិនធ្វើបិណ្ឌឆ្លងថ្ងៃណានេះគេថាបិណ្ឌឆ្លងប៉ុន្មានថ្ងៃទៀតបិណ្ឌឆ្លងក្រំវាខំអានោះវាចង់ទៅកកែលេងអានោះបាទនេះស្រះមុនចលិនបាទកសាងរៀបរួយហើយគឺស្អាតណាស់ជុំវិញព័ទ្ធទៅដោយនាគរាជហ្នឹងហើយមានទាំងអស់4ទ្វារ1 2 3 4 5 6 7 8ហ្នឹងហើយច្រកទ្វារនីមួយៗមាននាគរាជក្បាច់រចនាស្អាតណាទៅដល់ក្បាច់រចនាហ្នឹងហើយស្រះនេះធំទូលាយបាទធំទូលាយជាពិសេសគឺមានប្រពុតប្រក់នាគណាព្រះអង្គប្រក់នាគនៅចំកណ្ដាលស្រះមុនចលិននេះឯងបាទបងប្អូនជួយទស្សនាសូមអនុមោទនាជ្រះថ្លានៅព្រះពុទ្ធដែលបានកសាងនៅកន្លែងស្រះមុនចលិននេះហើយនៅកណ្ដាលស្រះនោះមានទូគោមួយហ្នឹងហើយទូគោបណ្ដែតនៅកន្លែងស្រះហ្នឹងទៅកសាងថ្មីទេអត់ទាន់បានដាំឈូកឬក៏អីទេនឹងអាចដាក់ឈូកឬក៏ស
ស្អីខ្លះចឹងវាលម្អនៅស្រះហ្នឹងបានទីធ្លាវត្តក៏ធំដែរណាវត្តស្រីស្រុកនេះទីធ្លាធំគឺទៅមានការកសាងរីកចម្រើនយ៉ាងលឿនឆាប់រហ័សពីព្រោះខ្ញុំកណាបានមកសិក្សារៀនសូត្រនោះអស់រយៈពេលជិត10ឆ្នាំផ្លាយដែរហើយទៅបានមកម្ដងទៀតហើយក៏បានថតនៅទស្សនភាពទេសភាពជុំវិញបរិវេណវត្តចែកជូនបងប្អូនខ្មែរទាំងក្នុងប្រទេសនិងក្រៅប្រទេសបានទស្សនានេះគឺកូនឈើដើមឈើគគីតូចហ្នឹងហើយមិញម៉ូតូមិញអត់តាន់យកសោយតិចហ្នឹងមកមិនអីទេលឿនទៅសំវត្តនៅក្នុងប្រាសាទហ្នឹងអូមានទូក2ណាទូកគគីវត្តក៏មានទូករាល់ឆ្នាំណាប៉ុណ្ណឹងទូករាល់ឆ្នាំវត្តស្រីស្រុកស្រះធំហើយស្រះមិនចលិនហ្នឹងគេចាប់ត្រីលេងឥឡូវសកម្មភាពប្រសង់កំពុងតែធ្វើការណាកំពុងធ្វើការសកម្មភាពអត់ទេថតតិចណាឡើងមកឆាប់ធ្វើតាមស្អាតមកណៃក៏អស់ណាធំមកវត្តហ្នឹងមកខឿនទៅធ្វើកប៉ុសណាតោះវិញមួយថ្ងៃទៀតឆ្លងហើយហើយទីហ្នឹងបែបស្អាតអូមែនវិញមកនឹងភ្លៀងអស់ខ្លាចដល់ផ្ទះហើយកាលមានមករៀនគាត់ឈើទៅនោះឥឡូវថ្មអស់nước bọt nó trúng đó lên nàyនេះគឺជាកន្លែងព្រះអង្គសម្ដែងនៅធម្មចក្រកបតនសូត្រប្រភិក្ខុ5ព្រះអង្គមហានាមអសជីវបៈភត្តយៈ